ជាបឋមនឹងខ្ញុំសូមធ្វើការគោរពនិងជម្រាបសួរទៅកាន់ក្រុមការងាររបស់ Page Smart Cambodia និងធ្វើការជម្រាបសួរទៅកាន់អ្នកទស្សនាវីដេអូរបស់អ្នកខ្ញុំទាំងអស់គ្នានិងខ្ញុំឈ្មោះឡៃនីតាថ្ងៃនេះផងដែរនឹងខ្ញុំនឹងធ្វើការប្រកួតប្រជែងដោះស្រាយលំហាត់គណិតវិទ្យាប្រចាំខែវិច្ឆិការបស់ Page Smart Cambodia ដែលលំហាត់នៅក្នុងខែវិច្ឆិកានេះផងដែរគឺគេដាក់ថាបរិមម្នាក់ធ្វើដំណើរពីភូមិ A ទៅភូមិ B ដោយល្បឿន420ម៉ែត្រក្នុង1នាទីហើយក៏ប្រើរយៈពេលអស់20នាទីទើបទៅដល់គោលដៅតែបើគេចំណាយរយៈពេល15នាទីវិញដើម្បីទៅដល់គោលដៅតើល្បឿនក្នុង1នាទីស្មើនឹងប៉ុន្មានម៉ែត្រអញ្ចឹងយើងនឹងទៅតាមដានទស្សនាការដោះស្រាយលំហាត់នេះទាំងអស់គ្នាប៉ុន្តែមុននឹងចូលដល់ដំណោះស្រាយលំហាត់នេះខ្ញុំនឹងធ្វើការសង្ខេបបកស្រាយលម្អិតអំពីប្រធានបទលំហាត់ខាងលើនឹងប្រធានបទលំហាត់ខាងលើនឹងគឺមានន័យថាបរិមម្នាក់នឹងក៏ធ្វើដំណើរពីភូមិ A ទៅភូមិ B ហើយក៏ប្រើប្រាស់ល្បឿនវ៉េគឺស្មើនឹង420ម៉ែត្រក្នុង1នាទីហើយរយៈពេលដែលតាំងដោយអក្សរតេគឺស្មើនឹង20នាទីអញ្ចឹងលំហាត់នឹងវាសួររកថាប្រសិនបើគិតប្រើរយៈពេលតេស្មើនឹង15នាទីវិញតើល្បឿនវ៉េនឹងគឺស្មើនឹងប្រមាណម៉ែត្រក្នុង1នាទីហើយដើម្បីដោះស្រាយលំហាត់នឹងបានចំណុចទី1គឺយើងត្រូវគណនាចម្ងាយចោលសរុបដែលតាំងដោយអក្សរ D គឺជាចម្ងាយពីភូមិ A ទៅភូមិ B ហើយការគណនាចម្ងាយចោលសរុបនៅទីសោតគឺយើងត្រូវប្រើប្រាស់រូបមន្តល្បឿន v គឺស្មើនឹងចម្ងាយចោលសរុបចែកនឹងរយៈពេលហើយបន្តមកទៀតយើងទាញរកចម្ងាយចោលសរុបគឺស្មើនឹងល្បឿនតាំងដោយអក្សរ v នឹងគុណនឹងរយៈពេលហើយបន្តមកទៀតគឺយើងមានបំរាប់ស្រាប់ដោយល្បឿនរបស់យើងគឺស្មើនឹង420ម៉ែត្រក្នុង1នាទីហើយតេគឺជារយៈពេលគឺស្មើនឹង20នាទីបន្តមកទៀតយើងអាចគណនាចម្ងាយចោលសរុបគឺស្មើនឹង420ម៉ែត្រក្នុង1នាទីនោះគុណនឹងរយៈពេល20នាទីនោះយើងនឹងឃើញចម្ងាយចោលសរុបគឺស្មើនឹង8400ម៉ែត្រពេលដែលយើងឃើញចម្ងាយចោលសរុបហើយនោះយើងនឹងអាចគណនាល្បឿនរបស់វាបានហើយចំណុចបន្ទាប់គឺយើងគណនាល្បឿនវ៉េក្នុង1នាទីហើយការគណនាល្បឿននោះទៀតសោតគឺយើងប្រើប្រាស់រូបមន្តដដែលគឺ v ស្មើនឹង d ឬ t ដែល v គឺជាល្បឿន d គឺជាចម្ងាយចោលហើយ t គឺជារយៈពេលហើយបំរាប់ d គឺជាចម្ងាយចោលសរុបដែលយើងទើបតែដោះស្រាយឃើញអំបញ្ញមិញហ្នឹងគឺស្មើនឹង8400ម៉ែត្រហើយរយៈពេល t គឺស្មើនឹង15នាទីហើយបន្តមកទៀតគឺយើងទាញរក v ស្មើនឹងចម្ងាយចោលសរុប8400ម៉ែត្រចែកនឹងរយៈពេល15នាទីនោះយើងនឹងឃើញល្បឿនរបស់វាគឺស្មើនឹង560ម៉ែត្រក្នុង1នាទីដូចនេះបើសិនបើគេចំណាយពេលតែ15នាទីនោះល្បឿនក្នុង1នាទីគឺស្មើនឹង560ម៉ែត្រក្នុង1នាទីអញ្ចឹងការដោះស្រាយលំហាត់នេះគឺត្រូវបានបញ្ចប់ប៉ុន្តែខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាលម្អិតអំពីការផ្ទៀងផ្ទាត់លំហាត់នេះទៀតសោតគឺយើងអាចផ្ទៀងផ្ទាត់វាបានដោយយើងត្រូវគិតថាល្បឿនគឺវាសមាមាត្រទៅនឹងរយៈពេលមានន័យថាបើសិនបើរយៈពេលកាន់តែច្រើននោះល្បឿនរបស់វាកាន់តែតូចប៉ុន្តែបើសិនរយៈពេលរបស់វាកាន់តែតិចនោះល្បឿនរបស់វាកាន់តែធំអញ្ចឹងយើងអាចផ្ទៀងផ្ទាត់វាបានថាក្នុងរយៈពេល15នាទីគឺចម្ងាយចោលគឺសំទោសគឺល្បឿនរបស់វាគឺត្រូវតែធំគឺស្មើនឹង560ម៉ែត្រក្នុង1នាទីហើយបើសិនបើដូចខាងលើមិញគឺវិធីលំហាត់របស់គេប្រាប់ថាល្បឿនរបស់វាគឺស្មើនឹង420ម៉ែត្រក្នុង1នាទីរយៈពេលរបស់វាគឺប្រើអស់20នាទីអញ្ចឹងមានន័យថារយៈពេលកាន់តែធំល្បឿនរបស់វាកាន់តែតិចប៉ុន្តែបើរយៈពេលវាកាន់តែតិចនោះល្បឿនរបស់វាកាន់តែធំឬក៏កាន់តែច្រើនអញ្ចឹងការដោះស្រាយលំហាត់របស់នាងខ្ញុំនៅក្នុងថ្ងៃនេះត្រូវបានបញ្ចប់អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ហើយបើសិនបើអ្នកទាំងអស់គ្នាចូលចិត្តវីដេអូរបស់នាងខ្ញុំកុំភ្លេចជួយ like ជួយ share ហើយបើមានចម្ងល់ឬមានចំណុចណាចង់កែលម្អអ្នកទាំងអស់គ្នាអាចចូលទៅ comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានពីចុងក្រោយនាងខ្ញុំសូមធ្វើការអរគុណនិងសូមជម្រាបលា